tiên hay là chặt phê đầm bay ở miền Tây chứ nó hay đa thọ đục cho người mặt phẹ xemประมาณเนี่ยได้ตลอดปีចូលរួមបនសពម្ដាយមិត្តភ័ក្តិចាគាត់នៅខាងកោះកវៃចេញទៅវិញនៅវត្តគោតឹងវានៅផ្លូវដែលយើងចេញទៅវិញហ្នឹងមកតែថតរូបថតចែកដន់ឃើញលោកយាយម្នាក់គាត់អង្គុយដើរអត់រួចគាត់អង្គុយយូរទៅដូចគាត់ជាប់ជង្គង់គាត់ងើបត្រឡប់ទៅផ្ទះអត់រួចហើយគេទៅអស់ហើយក៏ចែកដន់ឃើញបងប្អូនម៉ាក់ខ្ញុំចាគាត់អង្គុយនៅក្បែរលោកយាយម្នាក់ហ្នឹងហើយបានគាត់ថាមីងអត់តទៅទេសួរគាត់ចឹងណាគាត់ថាមីងអត់តទៅទេឡើងតែយាយគាត់ដាក់អត់តរួចនេះអត់ទៅចោលគាត់បានតែចឹងទៅខ្ញុំក៏រត់ទៅយកអាថ្នាំខ្ញុំដាក់ជាប់ខ្លួនរហូតដល់ចាយកមកលាបរត់ឲ្យគាត់មកស្ទុះទៅជើងគាត់ក៏ស្រកហើមអស់ទៅគាត់ត្រឡប់ទៅផ្ទះវិញបានហើយគាត់បានបញ្យល់ណែនាំគាត់អំពីការប្រើប្រាស់ប្រេងបល័យធម្មជាតិដែលជួយអ្នកដែលមានបញ្ហាឈឺជង្គង់គាត់មានបញ្ជនច្រើនណាមានអាយុច្រើនណាចាអ្នកខ្លះឈឺជង្គង់ឈឺចង្កេះតាំងពីអាយុតិចទៅដោយសារគាត់ធ្វើការងារច្រើនគាត់អង្គុយច្រើនដើរច្រើនឈរច្រើនអញ្ចឹងទៅគាត់ឈឺតាមស្លាកដៃស្លាកជើងហ្នឹងណាចាអញ្ចឹងឈឺទៅយើងយកមកលាបឆ្លីដោយដែលខ្ញុំបានថតវីដេអូធ្វើម៉ាស្សាជូនលោកយាយម្នាក់ហ្នឹងក៏អាយុ8ជាងហើយគាត់ថានាងអើយបើខ្ញុំបាត់ឈឺវិញនាងឯងបានបន់ច្រើនណាពួកអីគាត់កសាងនៅវត្តគោតតឹងដូចជាស្អីគេសាឡាមួយនៅក្បែរចេតិយខ្ញុំថតនឹងចាហើយចឹងទៅគាត់ថានាងអីល្បីហើយចាំអ្នកដែលលាបថ្នាំខ្ញុំភាកច្រើននៅពេលដែលគាត់ចាប់ផ្ដើមប្រើទៅបើអ្នកព្យាយាមអាហ្នឹងមិនដឹងថាវាបាត់ឈឺមែនតែបើគាត់គ្រាន់តែលាបហើយគាត់ចង់ក្តៅដែលរបៀបលាបចង់ឲ្យក្តៅដូចភេងកាឡាតែខ្ញុំធ្វើថ្នាំនេះអត់មានក្តៅដូចភេងកាឡាទេតែវាជួយឲ្យបាត់ឈឺហ្នឹងបានន័យថាខ្ញុំអត់ឲ្យក្តៅទេព្រោះដើម្បីឲ្យក្មេងក៏ប្រើបានមនុស្សចាស់ប្រើបានតែអ្នកដែលគាត់ថាលាបអត់ដឹងអីអាហ្នឹងមកពីខ្ញុំអត់ប្រើឲ្យវាក្តៅចាតែលាបឆ្លីវាក្តៅនៅខាងក្នុងអញ្ចឹងយើងត្រូវការតែឲ្យវាជាតាមិនត្រូវការឲ្យក្តៅណាតែអ្នកដែលគាត់ធ្លាប់ប្រើភេងកាឡាក្តៅប្រើថ្នាំនឹងអត់កើតទេតែបើគ្រាន់តែថាខ្ញុំចង់ឲ្យបាត់ឈឺតើព្យាយាមលាបចាព្យាយាមលាបទៅមួយខែទៅដឹងធ្វើមិនលាបឲ្យបានមួយខែចាមួយថ្ងៃ2ដងលាបឲ្យបានមួយខែអញ្ចឹងនាងនឹងដឹងពីប្រសិទ្ធភាពចាអញ្ចឹងគាត់កំពុងជឿគាត់ហោមធំហើយខ្ញុំក៏អត់ដាច់ចិត្តនឹងដើរចោលគាត់ណាចាក៏អង្គុយម៉ាស្សាឲ្យគាត់ហ្នឹងដូចជាយូរដែរចូលប្រើពេលចូលប្រហែលជាកន្លះម៉ោងជាងចាម៉ាស្សាបដៅនិយាយបដៅម៉ាស្សាបដៅនិយាយបដៅគាត់សួរនាំដល់នាងមានគ្រួសារនៅនាងមានម្ដាយឪពុកអត់មានកូនចៅប្រហែលអ្នកហើយទៅពេលគាត់ប្រាប់ថាខ្ញុំនៅកូនកន្លោះមួយតាមពិតជាចៃដន្យឃើញគាត់ដើរអត់រួចចឹងឃើញគាត់ដើរអត់រួចហើយក៏ទៅជួយគាត់ទៅចាដល់ពេលនិយាយទៅជាគាត់ហ្នឹងក៏លាបទៅរត់ទៅក៏វាស្រកអស់ទៅស្រកហើមអស់ទៅគាត់ក៏ធ្វើដំណើរទៅផ្ទះវិញបានចាចឹងរឿងមានតែប៉ុណ្្នឹងឯងរឿងអត់ស្ដាច់ចាគង់យើងចាស់យើងវាអស់ប្រេងដល់ពេលអត់ប្រេងទៅលើកទី1ដែលខ្ញុំលើកទី2លើកទី1ទៅឲ្យធុបម្សាយដូចជាឆ្នាំ2021ចា5ឆ្នាំមុនហើយនេះលើកទី2ទៅពេលយកទៅឲ្យទៀនភាសាទៀតនេះចាតែមកប្រហែលអាទិត្យមុននេះទៅមួយម្ដាយវិញខ្ញុំទៅបោះចំណីឲ្យត្រីចាចឹងវត្តគោលតឹងមានបនិស័យដែរទៅជួបយាយក៏ថានាងបើសិនជាខ្ញុំលាបឲ្យជាមែនព្រោះខ្ញុំគាត់ហូបថ្នាំរហូតព្រោះជាស្លាក់ឈឺហើយគាត់ពិបាកក្នុងការសម្រាកចឹងមនុស្សចាស់ដែលមានវ័យជរាយើងចាត់ទុកថា60អ្នកខ្លះក៏មានសុខភាពរាងកាយល្អអ្នកខ្លះក៏មានសុខភាពរាងកាយមិនសូវល្អដោយសារគាត់
ពីក្មេងគាត់ធ្វើការងារខ្លាំងពេកចាដល់ពេលនៅពេលដែលគាត់ធ្វើការងារច្រើនធ្វើឲ្យរាងកាយរបស់គាត់ហ្នឹងមានបញ្ហានៅពេលដែលគាត់អាយុច្រើនចាអញ្ចឹងក៏បងប្អូនយើងមានបល័យមាស289នេះអាចជួយបងប្អូនបានអញ្ចឹងណានេះគឺរបៀបលាបដើម្បីឲ្យជង្គង់ហ្នឹងវាមានជ្រាបអាថ្នាំហ្នឹងចូលទៅកន្លែងសន្លាក់ជើងណាចាសន្លាក់ហ្នឹងគឺឆ្អឹងហ្នឹងហើយចាចន្លោះឆ្អឹងហ្នឹងវាសឹកវាអីចឹងទៅមើលចាស់យើងដែលគាត់មានវ័យចរិយាចូល70ទៅ80ហ្នឹងគឺគាត់ឈឺជង្គង់ឈឺចង្កេះហ្នឹងហើយចាអញ្ចឹងមានតែថ្នាំហ្នឹងឯងអាចជួយឲ្យគាត់លាបទៅបានប្រសើរលាបទៅវាមិនមែនជាបេះបោះចោលហ្មងឯងគឺលាបស្រាបដងតិចព្យាយាមលាបចាអរគុណ